បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនាវីដេអូខ្ញុំបាទឃើញថារដូវកាលនេះជារដូវកាលនៃកឋិនទានបានចូលមកដល់ហើយខ្ញុំបានចូលរួមបុណ្យកឋិនបាទទៅបុណ្យកឋិនវត្តវិលុវណ្ណារាមឬសីក្រោកដែលស្ថិតនៅក្នុងទីរួមស្រុកមង្គលបុរីហើយសកម្មភាពដែលពុកម៉ែបងប្អូនបានកំពុងទស្សនានេះគឺជាទស្សនវិជ្ជាដែលកំពុងតែដង្ហែនៅក្បួនអង្គកឋិនទាននៅក្នុងទីរួមស្រុកមង្គលបុរីនេះតែម្ដងឃើញថាទឹកចិត្តក៏ដូចជាទឹកមុខរីករាយស្រស់ស្រាយរបស់ប្រជាពលរដ្ឋបរិស័ទនិងសិស្សានុសិស្សចាស់ក្មេងប្រុសស្រីទាំងអស់ដែលបានចូលរួមដង្ហែនៅអង្គកឋិនទាននេះថ្ងៃនេះឃើញថាទឹកមុខញញឹមស្រស់ស្រាយប្រឹមប្រៃគឺថាសប្បាយជាមួយនឹងការបំពេញសេចក្តីល្អទោះបីជាចូលរួមជាលុយកាក់ឬក៏សម្ភារៈបរិក្ខារផ្សេងយ៉ាងណាក៏ដោយក៏អារម្មណ៍នៃភាពរីករាយដែលទទួលបានពីការលះបង់ក៏ដូចជាជ្រះថ្លាក្នុងការរៀបចំក្បួនដង្ហែនៅអង្គកឋិនទានដើម្បីវេប្រគេនថ្វាយព្រះសង្ឃដែលលោកបានគង់ចាំព្រះវស្សាអស់ប្រមាណជា3ខែកន្លងមកហើយនេះអញ្ចឹងទេគឺថាទឹកចិត្តពុទ្ធបរិស័ទបានរៀបចំនៅអង្គកឋិនទានមានសម្ពុតស្លាដកមានសម្ភារៈផ្សេងដែលជាបរិក្ខារនៃអង្គកឋិនទានបុណ្យបូកនិងបុណ្យកុំបីបិទបាបនោះគួបិទកុំបីបើករៀមបារឿងបានរឿងបងគង់កំរើករៀមច្បងគួលើកបាត់បូជាទេណាអញ្ចឹងគឺថាសេចក្តីល្អដែលលោកអ្នកបានធ្វើទោះបីជាវាមិនទាន់បានផុសចេញឬក៏ផ្ដល់ឲ្យក្នុងពេលមួយដែលយើងចង់បាននឹងក៏ពិតមែនប៉ុន្តែអ្វីដែលយើងឃើញជាក់ស្ដែងសេចក្តីល្អនេះជំរុញឲ្យយើងបានសេចក្តីសុខផ្លូវចិត្តមួយចំណែកទៅហើយដូចជាពុកម៉ែបងប្អូនកំពុងតែដង្ហែនៅអង្គកឋិនទាននេះអញ្ចឹងគឺថាទឹកមុខស្រស់ស្រាយសប្បាយរីករាយកើតចេញអំពីសេចក្តីល្អបើយើងកើតទុកគឺកើតចេញអំពីទឹកចិត្តដែលមួម៉ងដែលអារម្មណ៍មិនសប្បាយចិត្តជួបរឿងមិនជាទីប្រាថ្នាអីផ្សេងប៉ុន្តែពេលនេះគឺកំពុងតែរៀបចំដង្ហែកំពុងតែដង្ហែនៅអង្គកឋិនទានកើតចេញពីសេចក្តីជ្រះថ្លាជាសន្តានចិត្តបរិសុទ្ធសាទតែម្ដងឃើញថាសប្បាយសំបីតែខ្ញុំអ្នកថតនេះក៏សប្បាយជាមួយនឹងពុកម៉ែបងប្អូនទាំងអស់គ្នាដែលរៀបចំក្បួនដង្ហែយើងដង្ហែជុំវិញទីរួមស្រុកនេះគឺថាឆ្ងាយបងប្អូនបើគិតទៅប្រហែលជាជាង2គីឡូដែរណាជាង2គីឡូដែរឃើញថាដើរទឹកចិត្តរបស់និយាយលោកតាពុកម៉ែមានពីបងប្អូនសិស្សានុសិស្សទាំងអស់គឺដើរថ្មើរជើងសប្បាយចិត្តសប្បាយរីករាយមិនមានសេចក្តីកង្វល់ទូមនុស្សអីនោះទេមានតែភាពសប្បាយរីករាយជាមួយនឹងការសន្សំសេចក្តីល្អផ្សេងទៅអញ្ចឹងគឺសេចក្តីល្អនេះជាមិត្តរួមប្រាណសេចក្តីល្អជាកល្យាណមិត្តសេចក្តីល្អជួយជំរុញទឹកចិត្តឲ្យយើងចម្រើនសេចក្តីល្អបន្តទៀតឥឡូវនេះអង្គកឋិនទានដង្ហែក៏គេខាត់ចូលមកដល់វត្តវិញហើយអញ្ចឹងក៏ពុទ្ធបរិស័ទញាតិញោមឬក៏លោកអ្នកទាំងអស់ដែលតែងតែតាមដានវីដេអូខ្ញុំបាទតាំងពីដើមមកហ្នឹងគឺថាអរគុណហ្នឹងហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេហើយក៏បញ្ជាក់ដែរថាកម្មវិធីដង្ហែគឺដង្ហែ2ជុំបើ2វគ្គគឺពេលព្រឹកដង្ហែនៅខាងក្រៅវត្តទីរួមស្រុកមង្គលបុរីហ្នឹងហើយ
ពេលថ្ងៃរសៀលដង្ហែនៅក្នុងវត្តហើយវីដេអូនេះខ្ញុំបែងចែកជា2ហើយសម្រាប់